รีบสู้ก็โดยที่สู้ได้บางคนទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Nabi សម្រាប់រឿងថ្ងៃនេះមាននឹងមកបន្តសម្រាប់នៅរឿងក្រុមមេធាវីច្បាប់ហាត់ការភាគទី2ជួយបងប្អូនទស្សនាបន្តនៅភាគមុនហ្នឹងយើងបានដឹងឲ្យថាក្រុមមេធាវីហាត់ការយើងទាំង7នាក់ហ្នឹងគឺគាត់កំពុងតែធ្វើទៅលើករណីមួយដែលក្រុមហ៊ុនគេបានដាក់ពួកគាត់ធ្វើហើយបន្ទាប់ពីធ្វើហើយហ្នឹងគេអត់ទាន់ចេញលទ្ធផលភ្លាមទេម្នាក់គាត់ក៏បាន submit ទៅទាន់ពេលវេលាដូចជាទូប្រុសហើយនឹងទូស្រីអញ្ចឹងគេ submit លឿនជាងគេបន្ទាប់មកគឺ legal សើយូក៏ដូចជាយិនហ្វៃហ្នឹងគឺគាត់ submit ទាន់ពេលលើកឡើងតែអាចមក slow ទេដោយសារតែពេលហ្នឹងគឺមានអ្នកឆាតមករំខានគាត់ហើយ call បដៅអញ្ចឹងទៅក៏ធ្វើឲ្យការធ្វើរបស់គាត់នឹងមានការរអាក់រអួលតែចុងក្រោយគាត់នៅតែអាចផ្ញើបាននៅម៉ោង 5:59 នាទីយល់ទៅគឺថាខ្វះតែនាទីទៀតទេគឺយឺតតែម្ដងហើយយើងអត់ដឹងថាលទ្ធផលបែបណាទេឥឡូវគេចេញទៅផ្ទះសម្រាប់រៀងខ្លួនរូបភាពគេកាត់មកថ្ងៃស្អែកតែម្ដងគាត់តែម្នាក់ចូលមកដល់កន្លែងធ្វើការភ្លាមគេបញ្ញាបើក mail មើលហ្នឹងក៏ឃើញបន្ទុកដែលគេសែនមកឲ្យវិញហ្នឹងគឺថាទូស្រីទទួលបាន30បន្ទុកជាមួយនឹងទូប្រុសក៏30បន្ទុកដូចគ្នាហើយសើយូឃើញស្ងាត់ចឹងណាប៉ុន្តែបន្ទុកគេក៏រៀងច្រើនដែរគឺបាន20បន្ទុកបន្ទាប់មកគឺ legal គេទទួលបាន10បន្ទុកតិចជាងគេក្រៅពីហ្នឹងគឺអត់ទទួលបានបន្ទុកទេសិតតែ0ទាំងអស់ហើយយើងអត់ដឹងថាមូលហេតុបែបណាណាឥឡូវហ្នឹងគឺថាដល់ពេលដែលពួកគាត់ចូលទៅរៀនបន្តទៀតហើយពេលដែលចូលទៅដល់ហ្នឹងលោកសុងគាត់ក៏បានចូលរួមអបអរសាទរទៅអ្នកដែលទទួលបានបន្ទុកល្អអញ្ចឹងណាហើយគាត់ក៏សួរទូប្រុសទៅថាទូប្រុសគាត់ថាខ្លួនឯងធ្វើបានល្អជាងទូស្រីឬក៏ទូស្រីធ្វើបានល្អជាងទូប្រុសគេក៏និយាយទៅគេថាខ្លួនឯងនឹងធ្វើបានល្អជាងទូស្រីដោយសារតែគេមានហេតុផលនិងអំណះអំណាងច្បាស់លាស់ហើយគេជ្រើសរើសភាគីណាដែលមើលទៅក្នុងលទ្ធភាពប្តឹងជាងវាថាគេមានលុយក្នុងការជួលមេធាវីជាងអញ្ចឹងណាអញ្ចឹងគេនឹងជ្រើសរើសកូនក្តីម្នាក់នឹងចំណែកទូស្រីគឺអត់ទេគាត់មើលទៅតាមហេតុផលជាក់ស្ដែងអញ្ចឹងម្នាក់គឺថាគិតថាខ្លួនឯងនឹងធ្វើអនល្អរៀងខ្លួនហើយចំណុចហ្នឹងគឺថាទូស្រីជាអ្នកទទួលបានលទ្ធផលល្អជាងដោយសារតែលោកសុងជាអ្នកប្រាប់មកវិញណាបន្ទាប់មកទៀតហ្នឹងគាត់ក៏រកទៅបរិញ្ញាបត្របន្តហ្នឹងប៉ុន្តែជើងនាងគេអត់តន់ឲ្យទៅទេគេសុំសួរសិនហេតុដូចបានការធ្វើរបស់គាត់ហ្នឹងអត់ទទួលបានបន្ទុកដោយសារគាត់គិតថាខ្លួនឯងធ្វើបានល្អណាលោកសុងគាត់អត់មែនប្រាប់អីច្បាស់លាស់ទេគាត់គ្រាន់តែញ៉ាំហើយគាត់ក៏សួរទៅយិនហ្វៃថាមានអីចង់បន្ថែមអត់យិនហ្វៃគេក៏ប្រាប់ចំណុចខ្វះខាតឬក៏ចំណុចដែលគេគិតថាខ្លួនឯងខុសហ្នឹងទៅយីទៅគឺគេដឹងថាខ្លួនឯងខុសតែជើងនាងហ្នឹងទេដែលគេអត់អស់ចិត្តរឿងបន្ទុករបស់ខ្លួនឯងដល់ពេលអញ្ចឹងសើយូគេក៏លូកមាត់សុំឆ្លើយរឿងហ្នឹងដោយសារតែភាគច្រើនគេធ្វើច្បាប់គេផ្ដោតទៅលើផុសតាំងខាងច្បាប់ហើយនឹងរបៀបមនុស្សធម៌អីចឹងណាប៉ុន្តែពួកគាត់ភាគច្រើនគឺផ្ដោតទៅលើតែ client ទេគឺ Mr. Lee ហើយនឹងអ្នកបើកបរអីចឹងទៅនិយាយទៅជ្រើសរើសភ្ញៀវជាមុនអត់ជ្រើសរើសផ្ដោតលើផុសតាំងទេបន្ទាប់ពីនិយាយចប់ហ្នឹង Mr. Song គាត់ក៏រៀងទៅសើសើយូដែរហើយក៏សួរទៅថាគាត់បានឃើញ channel YouTube របស់សើយូហើយដែលធ្វើអំពីច្បាប់ហ្នឹងល្អអីចឹងទៅអាចឲ្យមក slot គាត់ក៏បាន check មើលទៅឃើញហើយក៏ទៅសើយូអីចឹងណាស្ងាត់តែល្បីសាហាវក្នុង channel គេអីចឹងទៅបន្ទាប់មកលោកសុងគាត់ក៏បានប្រាប់ឲ្យក្រុម intern របស់យើងហ្នឹងទៅកែតម្រូវចំណុចខ្វះខាតរបស់ខ្លួនឯងរៀងខ្លួនពីកែតម្រូវហើយម្នាក់គេក៏បានត្រឡប់ទៅផ្ទះវិញហើយឃើញថាពីមួយថ្ងៃទៅមួយថ្ងៃពួកគាត់គឺខិតខំធ្វើការខ្លាំងមែនទែនដូចជាទូប្រុសអញ្ចឹងចេញពីធ្វើការគឺថាទៅផ្ទះសម្រាប់ហាត់ប្រាណបើទូស្រីចេញពីធ្វើការគេទៅញ៉ាំមីញ៉ាំអីហើយទៅគេងយកតែម្ដងវាខាតដូចធ្វើការហត់ខ្លាំងអញ្ចឹងហើយម្នាក់ហ្នឹងគឺថាមានភាពផ្ទាល់ខ្លួនរៀងខ្លួនដូចសើយូអញ្ចឹងគឺគេបាន call ទៅប្រាប់ប៉ាម៉ាក់របស់គេអ្នកផ្សេងទៀតក៏របៀបមានសកម្មភាពផ្សេងគ្នាដូចគ្នាដែរកាត់មកថ្ងៃបន្ទាប់ពួកគេមកធ្វើការដូចធម្មតាហើយពេលនេះគឺទូស្រីគេទទួលបាន email មួយដែលឲ្យគេអង្កេតនៅក្នុងករណីមួយដែលមានទទួលស្រីទៀតដែលមានករណីពិសេសបែបហ្នឹងទូស្រីគឺគាត់សប្បាយចិត្តខ្លាំងមែនទែនហើយគាត់ក៏បានខិតខំធ្វើការជាងមុនដែរគ្រាន់តែថាថ្ងៃនេះខុសពីថ្ងៃធម្មតាពេលដែលចេញទៅផ្ទះហ្នឹងអាចមកសូនហ្នឹងគេក៏ទទួលបានព័ត៌មានមួយគឺទូស្រីហ្នឹងធ្លាប់មានបញ្ហានៅកន្លែងស្នាក់នៅការពីដើមភាគអស់អ្នកគ្នាចំណែកទូស្រីគេអត់ទាន់ដឹងរឿងទេគេបានមកផ្ទះសម្រាប់ធម្មតាតែពេលដែលកំពុងតែគេហ្នឹងទូរស័ព្ទរបស់គេហ្នឹងក៏លោតសារច្រើនដល់ពេលអញ្ចឹងក៏ធ្វើឲ្យគាត់នឹងភ្ញាក់ពីគេដែរបន្ទាប់ពីភ្ញាក់ពីគេហើយគាត់ក៏បានមើលទូរស័ព្ទទៅឃើញព័ត៌មានបែបហ្នឹងគាត់អត់សប្បាយចិត្តទេដោយសារតែដឹងអីថានឹងមានរឿងហ្នឹងប៉ះពាល់ដល់កន្លែងធ្វើការរបស់គាត់បាទសេយូវិញបន្ទាប់ពីដឹងរឿងហ្នឹងគេអត់សប្បាយចិត្តទេព្រោះអីគេគិតថាដោយសារតែគេបានបោះវីដេអូរបស់ទូស្រីហ្នឹងទៅធ្វើឲ្យទូស្រីមានបញ្ហាបែបហ្នឹងអញ្ចឹងនៅក្នុងចិត្តរបស់គេហ្នឹងគឺថាបបាក់ចិត្តខ្លាំងមែនទែនទោះបីជាទូប្រខំលងបែបណាក៏សេយូអត់សប្បាយចិត្តដែរព្រោះគាត់ពិតជាអត់មានបំណងធ្វើឲ្យអ្នកគេបបាក់ដោយសារគាត់ទេហើយសេយូគេព្យាយាមរងចាំទូស្រី
ស្រីមកមានតែសារតែខ្លាចទូស្រីអត់មកឲ្យសាររត់ដល់ទូស្រីគេមកលឿនខ្លាំងមែនតែថ្ងៃហ្នឹងគេរៀងមកលេតែទូស្រីមកដល់ហ្នឹងតែបន្តិចក្រោយមកទូស្រីគេក៏បានមកដល់ដល់ពេលចឹងទៅសេយូគេក៏បានរត់ទៅសុំទោសទូស្រីយ៉ាងលឿនមកទូស្រីគេថាអត់អីទេរឿងហ្នឹងជារឿងរបស់គាត់ជាអ្នកដោះស្រាយខ្លួនឯងសាច់រឿងបន្ទាប់គឺដល់ពេលដែលពួកគាត់ចូលរៀនទៀតហើយលើកនេះគឺមានករណីថ្មីដែលលោកសុកបានពួកគាត់ដោះស្រាយគឺទាក់ទងជាមួយក្រុមហ៊ុនចិនមួយគឺខាង design អញ្ចឹងណាគេចង់បង្រួមក្រុមហ៊ុនពីរឲ្យនៅក្រោម client តែមួយទូប្រុសគ្រាន់តែលើរឿងនឹងភ្លាមគេស្គាល់ហ្មងថាជាក្រុមហ៊ុនខើយមែនលោកសឹងក៏ឆ្លើយទៅថាហ្នឹងហើយគឺដែលគាត់ទទួលហ្នឹងគឺបានពីខាងខើយហ្នឹងឯងហើយសារនេះដោយសារតែក្រុមហ៊ុនធំអញ្ចឹងគេក៏ត្រូវការភាសាអង់គ្លេសខ្លាំងដែរដល់ពេលគាត់អនុញ្ញាតឲ្យអាចចាប់ជាក្រុមបានណាតែយូរមិនរួងគេចង់ចាប់ជាមួយនឹងទូប្រុសប៉ុន្តែជំនួយការគាត់ក៏បានចាប់ឲ្យទៅគឺទូប្រុសជាមួយនឹងលីកើជើងនាងជាមួយនឹងយ៉ាន់ហ្វៃហើយចំណាប់3អ្នកស្រីដែលនៅសល់គឺជាក្រុមជាមួយគ្នាបន្ទាប់ពីទទួលបានក្រុមរៀនខ្លួនហើយពួកគាត់ក៏ចេញទៅធ្វើការអំឡុងពេលធ្វើការនឹងក្រុមទូស្រីក៏រៀងប្រហែលតិចណាស់ដែរសារក៏រៀងអត់សូវប្រខាអង់គ្លេសដល់ពេលចឹងសំបីតែពាក្យបាក់ឬក៏ពាក្យកន្លឹះផ្សេងហ្នឹងគឺត្រូវគេឲ្យទូស្រីប្រាប់ច្រើនអីចឹងណាចឹងគឺពួកគាត់ត្រូវចំណាយពេលបន្ទាប់មកទូស្រីគេក៏បានចែកក៏ដូចជាស្រាវជ្រាវឲ្យក្រុមរបស់គាត់ហ្នឹងធ្វើរៀងខ្លួនដើម្បីឲ្យខាងងារហ្នឹងឆាប់ហើយអញ្ចឹងណាហើយក៏ទទួលបានលទ្ធផលល្អដែរចំណែកក្រុមទូប្រុសវិញគឺថាទូប្រុសដែរសារគេរើសចំលីកើនឹងកំពូលខូចទេអ្នកពេលខ្លះគេលួចខ្ជិលលួចអីអញ្ចឹងណាដល់ពេលឃើញទូប្រុសធ្វើការហ្នឹងគេខំធ្វើការដែរហើយបន្ទាប់មកគេក៏បានចេញទៅក្រៅទៅពេលចេញទៅក្រៅហ្នឹងជាស្ដាយហ្នឹងក៏ជួបជាមួយនឹងលោកជំនួយការហើយក៏សួរដែរថាឥឡូវហ្នឹងក្រុមរបស់លីកាកំពុងធ្វើអីគេកំពុងតែធ្វើការស៊ើបអង្កេតទៅលើរឿងដែលពួកគាត់កំពុងតែធ្វើជាក្រុមហ្នឹងជំនួយការគាត់ក៏ថាល្អអីចឹងលីកាហ្នឹងគេក៏ទៅសួរទៀតសំខាន់សិតតែអោបស្មាអបជំនួយការហ្នឹងទៀតគេនឹងលួចតែខ្ញុំហ្មងហួសចិត្តនឹងលីកាហ្នឹងចាស់ហើយទៅចរិតអត់តន់ទុំទេហើយគេក៏សួរថាតើបន្ទុកដែលគេធ្វើជាក្រុមហ្នឹងមិនដែរលោកជំនួយការហ្នឹងគាត់ក៏ប្រាប់ទៅថាអ្នកដែលធ្វើបានល្អបានបន្ទុកខ្ពស់ហើយអ្នកដែលធ្វើបានមិនសូវល្អនៅក្នុងក្រុមគឺបានបន្ទុកទៀតពេលចឹងលីកើគេឡើងហួសចិត្តហ្មងព្រោះអីគេស្មានតែយកបន្ទុកជាធីមតែល្អទាំងអស់គ្នាដោយសារតែឃើញទូប្រុសប្រកែកគាត់ថាគេអាចនឹងទទួលបានបន្ទុកល្អដែរតែចុងក្រោយមានណែតែមានដឹងថាលោកជំនួយខាងគាត់និយាយលេងជាមួយលីកើឬក៏មិនទេរូបភាពគេកាត់មកអាចចែមុខស្លូតរបស់យើងពេលនេះកំពុងតែសេតរ៉េឌីសាតែគាត់ពិបាកក្នុងការបកប្រែភាសាអង់គ្លេសហើយក៏ដូចជាបន្ទុករបស់គាត់កំពុងតែធ្លាក់អីចឹងទៅតែចេះសំណាងដែរដោយសារពេលហ្នឹងសេយូគេថាគេនឹងជួយអាចមុខស្លូតនឹងអញ្ចឹងទោះបីជាគេមានការងារក៏ដោយទៅសេយូគឺថាមនុស្សល្អហ្មងអ្នកគ្នាតទៅពីនិយាយគ្នាហើយហ្នឹងគេក៏បានដើរមកធ្វើការបន្តទៀតជាមួយនឹងទូស្រីស្របពេលហ្នឹងយិនហ្វៃគេក៏បានយកឯកសារដែលគេធ្វើឲ្យហ្នឹងឲ្យទូស្រីពិនិត្យមើលហើយសេយូគេឡើងលន់មាត់មកថាយិនហ្វៃហ្នឹងគឺប្រកែហ្មងយិនហ្វៃគេក៏ថាទៅសេយូនឹងក៏ប្រកែបកប្រែដែរស្រីនៅពេលដែលពិនិត្យឯកសារហើយនឹងគាត់ក៏ឃើញកន្លែងនៃគួរឲ្យចាប់អារម្មណ៍ហើយគាត់ក៏បានដើរទៅ copy กระดาษហើយអំឡុងពេល copy ហ្នឹងกระดาษអស់ហើយដល់ពេលចឹងគេក៏រកមើលกระดาษដែលត្រូវដៃពេលហ្នឹងទូប្រុសគេក៏មក copy ដូចគ្នាឃើញទូស្រីអញ្ចឹងគេក៏ជួយនិយាយទៅឥឡូវគេចេះជួយយកសារគ្នាទៀតណាប៉ុន្តែមិនដឹងថាក្នុងគោលបំណងល្អឬក៏មិនល្អទេអ្នកគ្នាសំខាន់ពេលហ្នឹងគេជិះអូទូស្រីទៀតថាឥឡូវហ្នឹងគេចេះប្រើប្រាស់ម៉ាស៊ីន print ហ្នឹងហើយបន្ទាប់ពីអូតហើយហ្នឹងគេក៏រើសឯកសារឲ្យទូស្រីប៉ុន្តែពេលដែលរើសហើយហ្នឹងក៏ឃើញកន្លែងនៃទូស្រីណូតចំណាំហ្នឹងគឺពាក្យអាញាបានដូចដែលគាត់កំពុងតែខត់ចំណាំដូចគ្នាដល់ពេលចឹងពាក្យហ្នឹងគេក៏សំឡងមកគ្នាប្រហែលជាមានរឿងត្រូវកាត់គូមួយគ្នាឲ្យមកទៅហើយពួកគាត់ពិតជារំលាយជាមួយគ្នាមិនដោយសារតែការងារមួយហ្នឹងគេអត់បានឲ្យព័ត៌មានទៅកាន់ទាំងពីរក្រុមហ្នឹងពេញលេញទេដូចគេឲ្យទៅខាងទូស្រីមកកណាត់មកហើយទៅខាងទូប្រុសមកកណាត់ក្រោយអញ្ចឹងតើតើពួកគាត់រួមដៃគ្នាធ្វើការងារមួយហ្នឹងទៅជុកនិយាយទៅបើថាមានស្មានមានគេថាក្នុងករណីទី2នេះគេប្រហែលជាចង់ឲ្យពួកគាត់ទាំងអស់គ្នាហ្នឹងរួមដៃគ្នាសាមគ្គីគ្នាដើម្បីដោះស្រាយរឿងក្តីមួយហ្នឹងអញ្ចឹងករណីទី1គេចង់រកសមត្ថភាពថានឹងគេខ្លាំងជាងប្រកែឆ្លៀងជាងវៃឆ្លាតជាងដល់ករណីទី2គេចង់ឲ្យពួកគាត់ធ្វើការងារជាក្រុមឲ្យបានល្អហើយអ្វីណាពិបាកមួយទៀតហ្នឹងគឺដោយសារតែបើសិនជាធ្វើការឥឡូវនេះពួកគាត់ខ្លាចអត់តាន់ពេលវេលាហើយក៏មានបញ្ហាជាច្រើនទៀតហើយកំពុងតែអត់យល់ពីគ្នាផងហ្នឹងអាប៉ែលីកើហ្នឹងគេក៏បានបាក់ទ្វារចូលមកថាមករកទូប្រុសទេតែដល់ពេលមកឃើញអញ្ចឹងគេមានអារម្មណ៍ថាគេដូចជាមកខុសចង្វាក់មិនដឹងតែគេឡងសួរហ្មងថាពេលហ្នឹងកំពុងតែធ្វើអីមែនទូប្រុសគេអត់និយាយច្រើនទេគឺគេហៅឲ្យអ្នកគ្នាហ្នឹងមកបោះឆ្នោតហ្មងថាគួរធ្វើរឿងហ្នឹងឬក៏អត់ដោយជាដំបូងហ្នឹងគេបញ្យល់ពីរឿងរ៉ាវដែលគេកំពុងតែស៊ើបពីករណីហ្នឹងសិនព្រោះអីមានតែគេហើយនឹងទូស្រីទេដែលយល់ពីបញ្ហាដែលគេកំពុងតែគិតហ្នឹងក្រុមហ៊ុនពីរដែលរួមបញ្ចូលគ្នាហើយក្រុមហ៊ុនមួយចង់បានការគ្រប់គ្រងខ្ពស់ជាងឬក៏មានន័យថាការចាត់ចែងផ្ទាល់ខ្លួនហ្នឹងតើតាគេហ្នឹងមានអាជ្ញាប័ណ្ណផ្ដាច់មុខអីអញ្ចឹងណាហើយមានផ្លេចបញ្ជាក់រឿងរ៉ាវ
ដែលគេកំពុងតែឲ្យក្រុមគាត់ដោះស្រាយហ្នឹងគឺមានក្រុមមេធាវីច្បាប់ផ្សេងហ្នឹងគេធ្លាប់ដោះស្រាយឯគឺមានឈ្មោះថាក្រុមហ៊ុន Gem ប៉ុន្តែគេដោះស្រាយបានសម្រេចហើយនៅពេលដែលទូប្រុសគាត់បញ្យល់រួចរាល់ហ្នឹងគ្រប់គ្នាគេអត់ចង់ធ្វើទេដោយសារតែខ្លាចធ្វើហើយវាអត់ទទួលបានផលហើយខាតពេលដល់ថ្ងៃដែលត្រូវបញ្ជូនឯកសារបើអបលីកាវិញគេបោះឆ្នោតមុនគេមកថាគេអត់ព្រមទេគេត្រូវការគ្រាន់តែបកប្រែឯកសារដែលមានព្រោះគេត្រូវការគេចង់ចំណាយពេលផ្ដេសផ្ដាសឲ្យខាតឲ្យគ្រប់គ្នាដូចជាអាចារ្យមក slot sell you អីហ្នឹងគឺគេយល់ស្របជាមួយ leaker ទាំងអស់តែមានអ្នកអ្នកគ្នាពេលហ្នឹងទូស្រីយើងហ្នឹងគេចេញមកគ្រប់គ្រងទូប្រុសដល់ពេលអញ្ចឹងក៏ធ្វើឲ្យកំណត់របស់គ្រប់គ្នានេះផ្លាស់ប្ដូរខ្លះទៅថាតែគេត្រូវទៅរកឯកសារដើមនោះមកពីណាព្រោះឥឡូវហ្នឹងបើមិនទីគាត់ទៅរំខានលោកសុំវាមិនសមបើទៅរំខានលោកជាមួយខាងខ្លាចគេមិនជួយអាហ្នឹងជាការងាររបស់គាត់ដែលគាត់ដាក់ឲ្យបើជើងញៀនវិញគេបើជើងញៀនវិញពេលដែលលើទូស្រីគាត់រអញ្ចឹងគេក៏ថាឲ្យទូស្រីទៀតថាទូស្រីហ្នឹងចង់អូសពួកគេទៅទម្លាក់ជ្រុះដែរមែនព្រោះអីធ្វើអាហ្នឹងទៅវាមានអារម្មណ៍ថាដូចជាប្រថុយប្រឋានខ្លាំងពេកហើយទូស្រីគេអះអាងថាការដែលយើងព្យាយាមរកឯកសារដើមមកពេលនេះក៏វាសូវទទួលបានផលអីដែរព្រោះការដែលយើងបកប្រែឯកសារយើងមិនអាចរកឃើញចំណុចបញ្ហាគ្រប់ជ្រុងជ្រោយទេដូច្នេះយើងគួរតែមើលពីបញ្ហាហ្នឹងផ្ទាល់មកហើយបើសិនជាមានបញ្ហាអីគាត់នឹងសុខចិត្តឲ្យលោកសុងហ្នឹងកាត់បន្ទុកគាត់តែម្នាក់ឯងទេប៉ុន្តែទូប្រុសដូចអញ្ចឹងគេក៏ចេញមកដែរគឺថាពួកគាត់ក៏មានបន្ទុកដែរអញ្ចឹងឲ្យគាត់កាត់បន្ទុកគាត់បានពាក្យហ្នឹងគេអះអាងអញ្ចឹងហើយគ្រប់គ្នាក៏រៀងមានការជឿជាក់ដែរអញ្ចឹងគេក៏យកព្រមធ្វើតាមសំណើរបស់ទូប្រុសទូស្រីទៅរួមដៃគ្នាធ្វើការងារមួយនឹងអីអញ្ចឹងហើយគ្រាន់តែស្រស់ស្រួលគ្នាអូខេភ្លាមគឺនាំគ្នាធ្វើការទាំងយប់នឹងតែម្ដងហើយយើងទុកឲ្យពួកគាត់នៅធ្វើការនឹងសិនទៅព្រោះស្រីរបស់យើងគឺស្លេះតែប៉ុណ្្នឹងហើយកុំភ្លេចចាំតាមដានទស្សនាជាមួយនឹងមានភាពបន្តទៀតណានៅពេលនេះមានសូមជម្រាបលាតែប៉ុណ្្នឹងហើយបងប្អូនបាយបាយ